ទំនប់ហើយនឹងប្រឡាយទឹកមើលមានច្រើនសន្តិទឹកគ្មានកង្វះអត់ត្រង់ណាទំនប់ហើយនឹងប្រឡាយទឹកចង់និយាយប្រាប់ឯងណាហើយមានរឿងអីទៅគឺបងភៅហ្នឹងណាមានបំណងចូលស្ដីតំណែងនាងតៃហើយហើយកុហកនេះឯងបានតំណែងនេះពីណាមកគឺបងទូចលុតតកកឈូសហ្នឹងណាមិនអាចទៅរួចទេព្រោះថាបងភៅមានគូដណ្ដឹងរួចទៅហើយពេលដំបងណាគ្នាក៏មិនជឿដែរក៏ប៉ុន្តែពេលនេះវាច្បាស់ទៅហើយព្រោះលើតំណែងថាបងភូណាបានយកលុយមួយចំនួនមកធ្វើជាកន្លែងកំសាន្តមួយកន្លែងនៅក្នុងភូមិជាងនេះឯងមិនត្រឹមតែប៉ុណ្ណឹងទេគឺគាត់មានបំណងនឹងប្រម៉ែប្រមូលកូនអ្នកស្រុកអ្នកភូមិជាពិសេសណាគឺក្មេងៗដែលកំព្រាឪពុកម្ដាយដើម្បីឲ្យតែហាត់ភ្លេងរៀនពីវិជ្ជាធ្វើម្ហូបព្រមទាំងរៀបចំរៀនរបាំថែមទៀតផងហើយដែលមានការគាំទ្រពីលោកតាមេស្រុកប្រធានភូមិប្រធានឃុំអីថែមទៀតផងហាត់អីទៅណោះនេះវាមិនគួរជឿទេថាបងភូណាគាត់មកដកចិត្តអីជាមួយនាងតៃនោះតែនាងតៃពេលនេះណាគេមិនក៏ក្រិចដូចមុនទៀតទេសូម្បីតែគ្នាណាក៏ស្ទើរតែមិនជឿដែរថាពេលនេះនាងតៃគេស្អាតជាងមុនសូម្បីតែថ្ងៃបុណ្យឆ្លងវិហារថ្មីក៏ត្រូវប្រពន្ធលោកតាមេស្រុកចាត់ឲ្យគេទៅទទួលគ្រួសារលោកចៅហ្វាយខេត្តដែរគេណាតែងខ្លួនស្អាតជាងពួកយើងទៀតណាមែននឹងហើយនាងក៏មិនគួរជឿដែរថាអាចកែខ្លួនបានល្អយ៉ាងនេះនោះថ្ងៃណាមួយគ្នានឹងទៅតាមសុបងភូដោយផ្ទាល់មាត់ព្រោះគ្នាមិនជឿទេថាគាត់ណាចង់ភ្ជាប់ពាក្យជាមួយនឹងតៃមែននោះហើយឈប់គិតពីរឿងបងភូនិងនាងតៃទៀតទៅព្រោះពេលនេះណាឯងនៅមិនទាន់ដោះស្រាយរឿងផ្ទាល់ខ្លួនឲ្យចាប់សពគ្រប់នៅឡើយទេហើយតែគ្នាណាក្តៅចិត្តណាបើសិនណានាងតៃម្នាក់នោះវាបានខ្លាចទៅជាអ្នកគ្រាន់បើជាងពួកយើងនោះណាតើវាក្អេងក្អាងយ៉ាងណាទៅណោះបើសិនជារឿងនេះវាខ្លាចទៅជាការពិតមែននោះអើយអញចង់តែសើចឲ្យដាច់មាត់គោទេពេលដែលដឹងថានាងតៃមានមនុស្សចង់បានធ្វើប្រពន្ធនោះតែមនុស្សដែលគេចង់បានធ្វើជាប្រពន្ធនោះណាគឺមិនមែនជាមនុស្សធម្មតាទេគេណាគឺជាចៅបង្ការរបស់លោកតាអភិបាលស្រុកណាអាភូហ្នឹងវាអស់ចាយទៅគ្រាន់តែមានឈ្មោះជាចៅអភិបាលស្រុកប៉ុណ្ណោះទោះជាយ៉ាងណាក៏វាគ្រាន់តែជាពួកយើងដែរវិញអាភូណាវាមិនត្រឹមតែជាចៅបង្ការរបស់លោកតាទេវាថែមទាំងជាកូនអ្នកមានម្នាក់ថែមទៀតផងវើយហើយចុះបើយ៉ាងម៉េចបើជាគេកូនអ្នកមានមែននោះតើវាជួយចិញ្ចឹមពួកឯងដែរវាណាមិនបានជួយចិញ្ចឹមយើងទេក៏ប៉ុន្តែណាយើងដូចច្អន់ចង់តិចដែរវើយនៅពេលដែលការពិតវាបានលេចឡើងពិតមែនហើយណែពួកយើងខំតាកងជាមួយនឹងវាស្មានថាវានឹងមកស្រឡាញ់នឹងទុំនាងដាតែទីបំផុតទៅណាវាបែរជាទៅស្រឡាញ់នាងតៃឯណានោះទៅវិញហើយចុះពួកឯងបានព័ត៌មានពីណាមកគឺបង្ទូចនឹងណាដែលបានយករឿងនេះមកនិយាយប្រាប់គ្នាឯងចាំតែមើលចោះបើភូវារៀបការជាមួយនាងតៃមែននោះ
អញសុំកោសក់ទៅវិញ អត់តែពិតមែនណា នីងលោកនិយាយថាម៉េច អ្នកកុំច្រឡោតខឹងខ្លាំងពេកឆាប់អង្គុយចុះសិនទៅព្រោះកន្លែងនេះមិនមែនជាកន្លែងយើងឆ្លោះគ្នាទេ នីងគឺបានសេចក្តីថាលោកណាកំពុងតែលេងសើចជាមួយនឹងខ្ញុំហើយខ្ញុំណាខំបណ្ដាលកូនស្រីទៅចូលរួបបន់ក្នុងភូមិរបស់លោកតែទីបំផុតទៅលោកបែរជាប្រើល្បិចថោកទាបជាមួយនឹងខ្ញុំ អត់ទេខ្ញុំអត់បានប្រើល្បិចអីទេតាមពិតណាកូនភូរបស់ខ្ញុំគេបានរត់ចេញពីផ្ទះមែន បានហើយអ្នកម៉ាក់ទោះបីជាយ៉ាងណានោះក៏កូននឹងអាចទទួលបានដែរលោកភូណាមានចិត្តជាមួយកូនស្លាប់ទៅហើយយើងបញ្ចប់ត្រឹមនេះក៏បានដែរតែសពផ្ដាប់ទៅផងណាមិនចាំបាច់ប្រើលេសធ្វើជារត់ចោលផ្ទះនោះទេពេលនេះខ្ញុំដឹងហើយថាលោកភូនោះកណៃណា ហើយចុកក្មួយរ៉ាឌីគិតថាកូនភូនៅកន្លែងណាដែរទៅ តោះម៉ាក់យើងត្រឡប់ទៅវិញល្អជាងមិនបាច់ចំណាយពេលវេលានិយាយជាមួយនឹងគ្រួសារដែលមានចរិតថោកដូចជាគ្រួសារនេះទេរូបរាងកូនប្រពន្ធនឹងដែរមានតែអ្នកតាមវ៉អាភម្នាក់នោះនេះគ្មានស្អីអស់ចាស់ប្រហែលទេ តាំងពីដើមមកណាម៉ាក់មិនដែលចាញ់បោកអ្នកណាគេទេគឺទៅតែពេលនេះឯងចាំមើលចុះខ្ញុំនឹងដាក់ទំនាយលោកឲ្យរលុករលាយក្នុងការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណឹងចុះទៅកូនតោះ អើយឈឺក្បាលណាស់ដាក់ទំនេរខ្ញុំមិនកើតទៅបើពេលនេះការងាររបស់ខ្ញុំកំពុងអាកាសកបណាស់ អាលោកកូនភូនេះយ៉ាងម៉េចទៅហើយ លោកប៉ាតៃគេមានកំណត់ល្អខ្លាំងណាស់ គំនិតល្អស្អីទៅឆាប់និយាយមក គឺគេមានបំណងនឹងបង្កើតកន្លែងកំសាន្តមួយហើយគេមានបំណងចង់ប្រមូលកូនចៅរបស់អ្នកស្រុកនៅភូមិហ្នឹងណាហើយបង្កើតជាក្រុមសិល្បៈមួយដែលគេរកគ្រូដែលមានជំនាញដើម្បីមកបង្ហាត់បង្រៀនហើយក៏មានមុខវិជ្ជា3យ៉ាងដែលគេត្រូវជ្រើសរើសយកណាលោកប៉ាហើយពេលណាដែលយើងតាក់ទាញភ្ញៀវទេសចរឲ្យមកបានច្រើននោះយើងពិតជាអាចរកចំណូលបានច្រើនហើយលោកប៉ាហើយកូនរបស់អ្នកស្រុកនៅភូមិយើងមួយចំនួនក៏ទទួលបានការងារធ្វើដែរ បើថាវាមានប្រយោជន៍មែននោះហើយឯងទាំងពីរនាក់នោះអាចធ្វើទៅបាននោះក៏ល្អដែរចង់ឃើញណាស់ថាតើកូនស្រីជនបទម្នាក់នោះគេអាចដឹកនាំឯងឲ្យធ្វើការបានខ្លះទៅ ពិតជាប្រសើរណាស់លោកប៉ាព្រោះថានេះគឺជាគំនិតដ៏ល្អមួយដែលធ្វើឲ្យភូមិនេះអាចក្លាយទៅជាភូមិទេសចរបានម្យ៉ាងគឺមានទេសភាពដ៏ស្រស់ស្អាតនិងមានកន្លែងកម្សាន្តជាច្រើនកន្លែងទៀតគឺគួរឲ្យកយគុណណាស់ នាំគ្នាទៅជំនុំជាមួយលោកតាឯងទៅតែមុននេះណាប៉ាត្រូវខ្មុំតិចមកមេទៅហើយ អូយមិនអញ្ចឹងលោកប៉ាអញ្ជើញតាណាឲ្យខ្មុំតិចហ្នឹង គឺខ្មុំញី2ក្បាលឯងក៏ធ្លាប់ស្គាល់ហើយតែណ៎ហើយប៉ាបានដោះស្រាយរួចហើយរួចចាំថ្ងៃអាទំនេរចាំប៉ាទៅរកឯងតែប្រយ័ត្នខ្លួនផងទៅក្រែងលោនាងរ៉ាឌីទៅតាមរករឿងឯង អូមិនអីទេលោកប៉ាកូននឹងថាត្រូវធ្វើយ៉ាងម៉េចហើយ ប៉ុណ្ណឹងចុះ សាលារៀនមន្ទីរ ហើយនេះនាំគ្នាមករកអ្នកណាទៅនឹងគឺចង់មកជួបជាមួយនឹងតៃនឹងណា មែនហើយគឺ
គឺពួកយើងទាំងពីរអ្នកនេះនាំគ្នាមកសុំទោសឯង សុំទោសខ្ញុំពីរឿងអីដែរទៅគឺកន្លងមកពួកខ្ញុំទាំងពីរអ្នកនេះមានកំហុសឆ្គងច្រើនណាស់លើឯងខ្ញុំតែងតែមើងងាយឯងថាឯងនឹងកើតអេដតែពេលនេះយើងទាំងពីរអ្នកឈប់ធ្វើរបៀបនេះទៀតហើយអត់ទោសឲ្យគ្នាផងណាតៃណាយើងសិតតែគ្នាឯងទេបើបានពួកឯងឈប់ស្អប់ខ្ញុំបែបនេះគឺល្អហើយយើងជាកូនខ្មែរដូចគ្នាខ្មែរត្រូវតែជួយខ្មែរហើយត្រូវតែស្រឡាញ់ខ្មែរខ្ញុំមិនដែលគិតទុកក្នុងចិត្តនោះទេបានពួកឯងរាប់អានខ្ញុំនោះខ្ញុំនឹងមានមិត្តភក្តិបលែងលេងទៀតហើយហើយក៏លើកដំណឹងថាឯងជិះរៀបការជាមួយបងភូហើយមែនទេចាមែនហើយអើយឯងនេះពិតជាមានសំណាងមែនគិតទៅមនុស្សយើងមើលប្រេងវាសនាមិនឃើញមែនឲ្យពួកខ្ញុំចូលរួមអបអរជាមួយផងបានទេចាបាននាងកំពុងតែរកនឹកអ្នកជួយកំដរផងណាហើយបើបានឯងទាំងពីរអ្នកចូលរួមនោះមិនដឹងជាខ្ញុំត្រូវសប្បាយចិត្តយ៉ាងណាទេអរគុណហើយណាសប្បាយចិត្តដល់ហើយណាអូពិតជាស្រស់ស្អាតណាស់តាមានមោទនភាពមែននេះគឺជាអ្វីដែលបានកើតឡើងដោយសារតែគំនិតច្នៃប្រឌិតហើយនេះតាក៏សូមសរសើរចំពោះចៅទាំងពីរនាក់ដែលបានរួមគំនិតគ្នាបង្កើតជាភូមិខ្មែរដែលនៅក្នុងនោះក៏បានប្រម៉ែប្រមូលកូនចៅអ្នកក្រីក្រមួយចំនួនឲ្យមកហាត់រៀននៅទីនេះពីមុខជំនាញផ្សេង
ណា ហើយអ្នកខ្លះទៀតនេះក៏អាចមានការងារធ្វើទាំងអស់នេះហើយវាសមស្របទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលយើងដែលលោកបានប្រកាសឲ្យប្រជាជនទូទាំងប្រទេសងាកមករកការងារបង្កបង្កើនផលនេះណាឬក៏ផលិតនៅផលិតផលជាលក្ខណៈគ្រួសារភូមិមួយផលិតផលមួយ ជាពិសេសណាតាក់ទងទៅនឹងវិស័យទេសចរណ៍ដើម្បីបំពេញបន្ថែមទៅលើជីវភាពនៃការរស់នៅយើងគួរតែនាំគ្នាធ្វើ យើងមិនត្រូវតែនាំគ្នាណាអង្គុយទៅឋាននោះទេ នឹងហើយ ម្យ៉ាងវិញទៀតណាខ្ញុំក៏បានប្រម៉ែប្រមូលផលិតផលដែលកើតចេញពីស្នាដៃរបស់អ្នកភូមិអ្នកស្រុកមកដាក់តាំងលក់នៅទីនេះដែរហើយកន្លងទៅក៏ធ្លាប់មានក្រុមនិស្សិតដែលចុះមកបំពេញកម្មសិក្សាគេមកទីនេះហើយគេក៏ជួយទិញនៅផលិតផលទាំងអស់នោះនិងភ្ញៀវបរទេសមួយចំនួនដែលគេចង់មកស្វែងយល់ ពិតជាល្អ អំពីការរស់នៅរបស់បងប្អូនខ្មែររបស់យើងកន្លែងខ្ញុំនេះណាគឺមានអធិសេស